ឯកសន្តានពណ៌បាទខៀវមួយឈុតនេះគឺក្រុមភីវបាទគឺកងយុទ្ធពលខេមរមុនខណៈដែរបាទទឹកក្រូចមួយឈុតគឺអង្គរ Tiger ដែលជាក្រុមម្ចាស់ផ្ទះកែបាល់នៅវគ្គទី1យើងឃើញថាវគ្គទី1គឺមាន3គ្រាប់កើតឡើងឱកាសដំបូងពីការទាញទាត់របស់ Valentine កន្លែងនេះបាទមិនចំគោលដៅកន្លែងនេះលីសូសៀទាត់ស្ដាំក៏ជះបានបាទពីពេជ្រតារាកន្លែងនេះឱកាសគ្រាប់បាល់ដំបូងពីការទាត់បញ្ចូលទីរបស់តាកូតូយ៉ាស៊ូអូកាបាទបញ្ជូនពីចាន់វីបដេវីតឲ្យក៏ទាត់ស្ដាំបញ្ចប់ទីបានយ៉ាងល្អការបញ្ជូនទៅកន្លែងនេះការទាត់ស្ដាំរបស់ Hot Chen ក៏ជួយបានមកពីពេជ្រតារាលើកចូលមកខាងក្នុងនេះមួយក្បាលក៏ជះបានមកពីទីនរ៉ាសាបាទចេញទៅខាងក្រៅកន្លែងនេះការទាត់ឆ្វេងបាទបានយ៉ាងល្អពីតាការៈមុសុទនីរកបានក្របបាល់បាទទី2ឲ្យអង្គរ Tiger នៅមុខ2-0កន្លែងនេះក៏រកបានក្របបាល់តាមពីក្រោយដោយតូម៉ូគីតានីហ្គូឈីផងដែរពីការចេញមកមិនបានល្អរបស់ទីនរ៉ាសាឲ្យក៏តែបញ្ចូលទីតាមពីក្រោយ1-2ចប់វគ្គទី1យើងឃើញថាលទ្ធផលគឺអង្គរ Tiger បាននៅមុខ2-1បាទចូលមកដល់វគ្គទី2យើងឃើញថាឱកាសកន្លែងនេះហើយបាទបញ្ជូនចោះស្អាតណាស់ហើយក៏ទាត់ស្ដាំបញ្ចូលទីពី Mark Kurita រកបាំងក្របបាល់ទី3បាទឲ្យអង្គរ Tiger នៅមុខ3-1ពី Mark Kurita កន្លែងនេះក៏មួយគ្រាប់ទៀតបាទពី Mark Kurita ពីការបញ្ជូនចោះមកពីតាការៈម៉ាស៊ូតានីបាទទាត់ស្ដាំបញ្ចូលទីក្របបាល់ទី4កន្លែងនេះការបញ្ជូនឲ្យ Midland រកបានក្របបាល់ទី5បាទឲ្យអង្គរ Tiger បាទកន្លែងនេះបាទ Midland ទាត់ស្ដាំបញ្ចប់ទីបានយ៉ាងស្អាតតែម្ដង Arenda Facundo ទាត់ឆ្វេងកន្លែងនេះជួយបានបាទពីពេជ្រតារាផងដែរហើយបាទយើងឃើញថាឱកាសកន្លែងនេះហើយ Arenda Facundo រកបានក្របបាល់ដំបូងរបស់ខ្លួនក៏ដូចជាក្របបាល់ទី6បាទឲ្យអង្គរ Tiger នៅមុខបាទគឺ6-1 Arenda Facundo កីឡាករសញ្ជាតិអាហ្សង់ទីនក្របបាល់ដំបូងរបស់គេបាទឲ្យបាទអង្គរ Tiger ការញាក់ផុតបាទអ្នកចាំទីបាទពេជ្រតារាហើយក៏បញ្ចប់ទីបានយ៉ាងល្អកន្លែងនេះការទាត់ស្ដាំរបស់ Mark Kurita រកបាន hat-trick របស់ខ្លួននៅក្នុងការប្រកួតថ្ងៃនេះក៏ដូចជាក្របបាល់ទី7បាទឲ្យអង្គរ Tiger បាទយកឈ្នះបាទកងយុទ្ធពលខេមរវ័ន7-1ប្រិមត្តនិកជនជាទីមេត្រីយើងឃើញថាការប្រកួតបាន